បងប្អូនប្រហែលជាគិតថាខ្ញុំនឹងកំពុងតែបោចស្មៅហើយមើលទៅចានេះគឺដើមហ្វឺននេះគឺជាដើមលម្អផ្ទះដែលនៅប្រទេសអូស្ត្រាលីគឺពេញនិយមមែនទែនបងប្អូនចាដើមនេះគឺគេហៅថាដើមលុយនិយាយទៅដាក់ដាំហើយដាក់លក់ទៅគឺបានលុយហើយក្នុងមួយថូចាបើសិនជាបងប្អូនទៅទិញតាម Nursery Plan ណាចាមួយថូទាបបំផុតក៏$15ទៅ$30ដែរតាមតូចតាមធំអីចឹងនិយាយរួមជនជាតិបរទេសជាពិសេសជនជាតិអូស្ត្រាលីគឺគាត់ស្រឡាញ់ឯងហើយដើមហ្នឹងគឺវាដុះជុំវិញផ្ទះខ្ញុំចេះតិចតែបងប្អូនអើយនិយាយពីខ្ញុំដកអត់ឈប់ហ្មងព្រោះវាបែកមើមដូចដើមដលងបារាំងអញ្ចឹងណាហ្នឹងហើយយើងដកដើមប៉ុន្តែវានៅមើមកប់នៅនឹងហើយដុះមកបន្តទៀតហើយម្ដើមហ្នឹងយើងដាក់ក្នុងថូទៅឲ្យវាបែកបន្តទៀតហើយចាបងប្អូនអាចដាក់លក់បានហើយចានេះសិតតែខ្ញុំដកមុនហ្នឹងហើយឥឡូវគឺដកមកបន្ថែមទៀតហើយមិនចេះតិចថោទេបងប្អូនអើយបើសរុបទាំងអស់ដែលខ្ញុំដកមកគឺច្រើនមែនទែន